អ្នកជក់បារីទី1ទី2និងទី3តើអ្នកណាមានគ្រោះថ្នាក់សុខភាពខ្លាំងជាងគេអញ្ចឹងអ្នកជក់បារីទី1គឺជាអ្នកដែលយកបារីនឹងមកបឺតឲ្យហុយផ្សែងចេញអ្នកជក់បារីទី2គឺអ្នកជុំវិញខ្លួនរបស់យើងមានកូនយើងមានចៅយើងមានប្រពន្ធយើងដែលគាត់ហិតចូលអាហ្នឹងគេហៅអ្នកជក់ទី2អ្នកជក់ទី3នៅពេលណាដែលបងប្អូនប្រហុយផ្សែងបារីជាប់អាវជាប់អញ្ចាំងឡានហើយកូនទូចៗរបស់យើងទៅប៉ះអញ្ចាំងឡានមកប៉ះអាវរបស់យើងហើយគាត់យកលិតគាត់ហិតអីហ្នឹងគេហៅអ្នកជក់ទី3អញ្ចឹងអ្នកទាំង3គឺមានគ្រោះថ្នាក់សុខភាពដូចគ្នាស្មើគ្នាគ្មានអាណាខ្លាំងជាងអាណាទេកុំគិតថាយើងប្រហុយទៅប្រពន្ធកូនយើងអត់មានបញ្ហាដូចបងដែលជក់អញ្ចឹងមានបញ្ហាអីគេខ្លះមហារីកសួតជំងឺបេះដូងជំងឺដាច់សរសៃឈាមខួរក្បាលនិងជំងឺរលាកសួតរ៉ាំរ៉ៃអញ្ចឹងប្រពន្ធយើងប្តីយើងកូនយើងទូចៗចាស់ៗនៅផ្ទះក៏អត់មានកំហុសអីទេបើសិនជាបងប្អូនចង់ជក់សូមបងប្អូនរកកន្លែងណាឲ្យឆ្ងាយកុំឲ្យពួកគាត់ហិតផ្សែងបារីរបស់យើងហើយបើសិនជាប្រពន្ធរបស់យើងកំពុងតែមានផ្ទៃពោះហើយយើងជក់បារីឲ្យគាត់ហិតតើគាត់មានបញ្ហាអីគេទី1រលូតកូនទី2កូនក្រៅស្បូនទី3របាក់សពគ្រោះថ្នាក់តាំងម្ដាយគ្រោះថ្នាក់តាំងកូនទី4កូនកើតមិនគ្រប់ខែទី5កូនកើតគ្រប់ខែតែកូននឹងអត់គ្រប់ទឹកទេទី6គឺកូនស្លាប់ក្រោយការសម្រាលអញ្ចឹងរឿងទាំងអស់នេះគឺជារឿងឈឺចាប់ហើយមិនអាចបំភ្លេចបានទេបងប្អូនអញ្ចឹងរាល់ការជក់បារីសូមបងប្អូនគិតដល់សុខភាពស្ត្រីមានផ្ទៃពោះមិនថាប្រពន្ធយើងឬប្រពន្ធគេទេបើសិនជាបងប្អូនជក់នៅទីសាធារណៈកន្លែងណាមានស្ត្រីមានផ្ទៃពោះសូមដើរចេញបងប្អូនកុំឲ្យគាត់ហិតអាណិតគាត់បងប្អូនកុំឲ្យប៉ះពាល់ដល់អ្នកដទៃមួយទៀតសម្រាប់បងបរោះជាប្តីជាតាជាពូជាអ៊ំអីហ្នឹងបើសិនជាជក់បារីផ្សែងបារីវាច្បាស់ជាជាប់អាវរបស់យើងហើយតបមកបងប្អូនបង្ហាញក្តីស្រឡាញ់ទៅទារកទូចរបស់ប្រពន្ធយើងរបស់ក្មួយយើងរបស់ចៅយើងហ្នឹងហើយយកគាត់មកអឹបនឹងអាវរបស់យើងនេះអញ្ចឹងទារកហ្នឹងក៏គាត់ហិតផ្សែងបារីតាំងពីគាត់អាយុមួយអាទិត្យកន្លះខែគ្នាអត់ដឹងអីទេបងប្អូនហើយបើធំឡើងគ្នាមានបញ្ហាសួតបញ្ហាអីក៏គ្នាពិបាកនឹងរស់នៅដែរបងប្អូនអញ្ចឹងយើងមិនអាចបង្ហាញក្តីស្រឡាញ់ប៉ុន្តែគំនុំផលវិបាករបស់បារីទៅឲ្យទារកទាំងអស់នោះពីព្រោះគាត់អត់ដឹងក្តីអីទេបងប្អូនវីដេអូថ្ងៃហ្នឹងគឺយើងមានតែប៉ុណ្្នឹងឯងអរគុណសម្រាប់ការទស្សនាសង្ឃឹមថាបងប្អូននឹងប្រយ័ត្នប្រយែងកាន់តែខ្ពស់ចំពោះការជក់បារី